មហាជននិយមតាមដានតារាចម្រៀងលោកជ័យសូវ៉ាតច្បាស់ជាបានដឹងហើយពីភាពស្ងប់ស្ងាត់លើវិថីសិល្បៈរបស់លោកអស់រយៈពេលប្រមាណកន្លះឆ្នាំមកនេះការរយាលលើឆាកតន្ត្រីនិងកម្មវិធីសិល្បៈនានានោះក៏ព្រោះតែតារាចម្រៀងរូបនេះបានចាក់ចេញទៅសិក្សាបន្តនៅឯប្រទេសកូរ៉េខាងត្បូងតាំងពីអំឡុងពាក់កណ្ដាលខែកញ្ញាឆ្នាំ2025មកម្លេះក្នុងនោះដែរតារាចម្រៀងប្រុសលោកជ័យសូវ៉ាតបានចាក់ចេញពីប្រទេសកម្ពុជាទៅកាន់ទឹកដីប្រទេសកូរ៉េដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកឯកទេសសាស្បែកនៅទីនោះដោយលោកបានជាប់អាហារូបករណ៍រយៈពេល2ឆ្នាំសិក្សានៅសាកលវិទ្យាល័យវ៉ាន់ខ្វង់យ៉ាងណាមិញកាលពីអំឡុងខែកុម្ភៈឆ្នាំ2026កន្លងទៅលោកជ័យសូវ៉ាតក៏បានមកលេងប្រទេសកម្ពុជាបានមួយរយៈពេលខ្លីដែរដោយអំឡុងពេលនោះតារាចម្រៀងប្រុសរូបនេះក៏បានបង្ហាញវត្តមានលើឆាកប្រគំតន្ត្រីបានមួយចំនួនដែរជាការពិតណាស់កន្លងមកលោកជ័យសូវ៉ាតធ្លាប់បានធ្វើដំណើរទៅកម្សាន្តនិងបំពេញការងារនៅក្រៅប្រទេសជាច្រើនលើកច្រើនសាមកហើយប៉ុន្តែការចាក់ចេញទៅបន្តការសិក្សាលើកនេះហាក់ខុសប្លែកពីសពមួយដងក៏ព្រោះតែលោកត្រូវឃ្លាតក្រុមគ្រួសាររយៈពេលយូរក្នុងនោះដែរជារឿយអ្នកគាំទ្ររមែងឃើញលោកជ័យសូវ៉ាតបានបង្ហោះសារបង្ហាញពីការនឹករឹកមកកាន់ក្រុមគ្រួសារនិងស្រុកកំណើតខណៈការរស់នៅទីនោះគឺមិនដូចការរស់នៅឯប្រទេសកម្ពុជានោះទេម្យ៉ាងវិញទៀតនោះគឺលោកត្រូវប្រឹងប្រែងសិក្សាថ្នាក់អនុបណ្ឌិតផងជាក់ស្ដែងថ្មីនេះលោកជ័យសូវ៉ាតបានបង្ហោះសារត្អូញត្អែរជាថ្មីម្ដងទៀតហើយដោយលោកបាននឹងកំពុងជំនះខ្លួនឯងដើម្បីភាពជោគជ័យនៅលើទឹកដីប្រទេសកូរ៉េថាមិនដើម្បីចាញ់ឈ្នះអ្នកណាដឹងត្រឹមថាត្រូវតែបើកឱកាសឲ្យខ្លួនឯងអភិវឌ្ឍខ្លួនឲ្យបានច្រើនអរគុណប៉ានិងម៉ាក់តែងតែជំរុញលើកទឹកចិត្តកូនចង់និយាយថាហត់ណាស់ពិបាកចង់ដាច់ខ្យល់ហើយ